បាទលោកអ៊ុំសំអានអ្នកតំណាងរាជគណៈបកសង្គ្រោះជាតិនិងបច្ចុប្បន្នជាប្រធានផ្នែកស្ថាប័នអធិបតេយ្យភាពជាតិព្រំដែននិងអន្តោប្រវេសន៍នៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នេះលោកបានបង្ហោះសារនៅលើទំព័រ Facebook ផ្ទាល់ខ្លួនថាបន្ទាប់ពីដោះមានរួចថៃកំពុងធ្វើផ្លូវក្រាលកៅស៊ូចូលកាន់ផ្ទះ3ខ្នងរបស់កម្ពុជាដែលស្ថិតនៅភូមិចម្រេះឃុំចម្រេះស្រុកមឿងត្រាតខេត្តត្រាតជាប់នឹងតំបន់អូភ្លុកដំរីឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ថៃបានរាវមាននៅតំបន់នោះដោយរកឃើញគ្រឿងផ្ទុះចាស់ៗដែលបន្សល់ទុកតាំងពីដើមសម័យសង្គ្រាមស៊ីវិលរបស់ខ្មែរនាទសវត្សរ៍ទី80ដែលបញ្ជាក់ថាទីនោះជាទឹកដីរបស់ខ្មែរទាហានថៃនិយាយថាផ្លូវនេះគឺធ្វើសម្រាប់ដឹកសភាវុធនិងយោធាថៃដើម្បីវាយយកផ្ទះ3ខ្នងនៅតំបន់អូភ្លុកដំរីឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ផ្ទះ3ខ្នងរបស់កម្ពុជាដែលទាហានខ្មែរបានវាយកំទេចចោលតាមសំណើរបស់ថៃគឺជាតំបន់ក្នុងចំណោម17តំបន់ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុងដែលថៃធាមទាថាជារបស់ថៃនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025នេះលោកអ៊ុំសំអានក៏មានបទសម្ភាសន៍មួយជាមួយនឹងលោកទេពមនោរម្យនៅលើទំព័រ Facebook Page របស់លោកសំរងស៊ីដែលជាប្រធានចលនាជាតិតស៊ូបានបកស្រាយលម្អិតពីបញ្ហានេះសូមតាមដានទស្សនាវីដេអូរបស់លោកអ៊ុំសំអានជាមួយនឹងលោកទេពមនោរម្យដូចតទៅហើយធ្វើផ្លូវនៅតំបន់អូភ្លុកដំរីឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ហើយធ្វើផ្លូវនោះឃើញប្រទេសនៅគ្រឿងផ្ទុះចាស់ៗជាច្រើនដែលគ្រឿងផ្ទុះចាស់ៗនោះបន្សល់ទុកតាំងពីសម័យសង្គ្រាមស៊ីវិលនាទសវត្សរ៍ទី80ហើយទាហាននៅអូភ្លុកដំរីហ្នឹងបានប្រាប់ខ្ញុំថាកាលពីសង្គ្រាមនាទសវត្សរ៍ទី80ហ្នឹងសង្គ្រាមស៊ីវិលហ្នឹងគឺធានខ្មែរក្រហមបានគ្រប់គ្រង1គីឡូជាងមកហួស1គីឡូជាងទៅហួសផ្លូវអូភ្លុកដំរីមានអូមួយហ្នឹងគេថាអូភ្លុកដំរីគឺ1គីឡូជាងអញ្ចឹងហើយបានជាហើយធ្វើផ្លូវនោះឃើញគ្រឿងផ្ទុះចាស់ហ្នឹងឯងព្រោះថៃអត់ដែលមានសង្គ្រាមស៊ីវិលនៅតាមព្រំដែនមានគ្រឿងផ្ទុះចាស់ឬមានហ្នឹងទេមានចាស់ហ្នឹងទេដូច្នេះហ្នឹងបញ្ជាក់ថាហ្នឹងជាទឹកដីរបស់យើងក៏ប៉ុន្តែដល់ពេលខ្មែរក្រហមធ្វើសមារណកម្មឆ្នាំ98មួយឆ្នាំក្រោយគឺឆ្នាំ1999ថៃបានចូលមកគ្រប់គ្រងដល់អូភ្លុកដំរីចូលដីខ្មែរយើង1គីឡូកន្លះឥឡូវនេះថៃទាមទារគ្រប់គ្រងផ្ទះ3ខ្នងនោះគឺផ្ទះដែលទាហានខ្មែរយើងវាយចោលទាំងយប់តាមសំណើថៃបន្ទាប់ពីប្រជុំជាមួយថៃហើយមកដល់វិញពេលយប់ហ្នឹងគឺបានវាយផ្ទះ3ខ្នងនឹងចោលហើយក្នុងចំណោមផ្ទះមួយខ្នងនោះមានផ្ទះមួយខ្នងគឺផ្ទះរបស់លោកធៀបទូចដែលជាអតីតទាហាននៅអូភ្លុកដំរីហ្នឹងណាអញ្ចឹងថៃទាមទារប្រហែលជា500ម៉ែត្របន្ថែមទៀតហួសអូភ្លុកដំរីហ្នឹងសប្តាហ៍ថ្ងៃណាហើយក្នុង500ម៉ែត្រហ្នឹងមានផ្ទះដែលវាយចោលហ្នឹង3ខ្នងជាផ្ទះរបស់យោធាខ្មែរហ្នឹងហើយនឹងទីបញ្ជាការរបស់យោធាខ្មែរទៀតព្រោះថៃអត់ទាន់បានគ្រប់គ្រងគ្រាន់តែវាយផ្ទះនឹងចោលមានប៉ុន្តែអត់ទាន់បានគ្រប់គ្រងទេអាហ្នឹងតំបន់ផ្ទះ3ខ្នងហ្នឹងគឺជាតំបន់មួយក្នុងចំណោម17តំបន់ចាប់ពីខេត្តពោធិ៍សាត់ទៅដល់ខេត្តកោះកុងដែលថៃអាងថាជាដីរបស់គេដូច្នេះគេធ្វើផ្លូវហ្នឹងដើម្បីងាយស្រួលដើម្បីដឹកសភាវុធនិងកងទ័ពរបស់គេហ្នឹងមកឈ្លានពានយកផ្ទះ3ខ្នងនៅពេលអនាគតហ្នឹងគឺជាគោលដៅរបស់គេហើយដូចខ្ញុំថាអញ្ចឹងគឺផ្លូវដែលធ្វើហ្នឹងគឺមានគ្រឿងផ្ទុះដូច្នេះបញ្ជាក់ថាទីនោះគឺជាទឹកដីរបស់ខ្មែរយើងឃើញទេដូចតំបន់ចំណុចអូតំបន់ចំណុចយូអសយូបាទតំបន់ចំណុចអសយូនៅខេត្តប៉ៃលិនអញ្ចឹងទាហានថៃបានបណ្ដេញទាហានខ្មែរយើងចេញហើយបានធ្វើផ្លូវហើយនឹងលើកទង់ជាតិធំមួយនៅចំណុចអសរយូនៅខេត្តប៉ៃលិនហ្នឹងហើយនៅពេលដែលធ្វើផ្លូវនោះថៃឃើញយើងឃើញថាថៃរកឃើញនៅគ្រឿងផ្ទុះចាស់នាទសវត្សរ៍ទី80ដែលបញ្ជាក់ថាតំបន់ហ្នឹងខ្មែរក្រហមកាន់កាប់នាទសវត្សរ៍ទី80ដែលមានសង្គ្រាមស៊ីវិលហ្នឹងក៏ជាទឹកដីរបស់យើងដែរដូច្នេះសរុបមកវិញគឺវីដេអូទី4ហ្នឹងគឺថៃធ្វើផ្លូវនៅអូភ្លុកដំរីដែលរំលោភចូលដីខ្មែរយើងបាទហើយវីដេអូវាដូចនៅវីដេអូទី1ដែលធានថៃបានយករថផ្ទះដែកហើយនឹងគ្រឿងចាក់
មកធ្វើផ្លូវនៅអូភ្លុកដំរីហ្នឹងណាអាហ្នឹងវាគឺថាផ្លូវតែមួយទេផ្លូវតែមួយដែលឆៃកំពុងធ្វើហើយឥឡូវនេះកំពុងចាក់កស៊ូចូលមកជិតដល់អូភ្លុកដំរីហើយបាទ បាទយោងតាមប្រសាសន៍អាយដាមអ៊ុំសំអានក៏បានបញ្ជាក់ថាថៃកំពុងតែទន្ទ្រានឈ្លានពានយកទឹកដីខ្មែរនៅបានចម្រេះឃុំចម្រេះស្រុកមឿងត្រាតខេត្តត្រាតដែលជាប់នឹងតំបន់អូភ្លុកដំរីឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់បាទពីខ្ញុំបាទលីហេង